ភាគទី24លេងយូបន្ទាប់ពីគាត់នឹងគឺបានសេសម្បត្តិដើម្បីផ្ញើឲ្យទៅកាន់ស៊ីកងហើយឥឡូវនឹងគាត់ក៏បានយករបស់សម្បត្តិនឹងគឺដាក់តាមកន្លែងដែលគេនឹងគឺបានផ្ញើចំណែកស៊ីកងនៅខាងក្នុងក្រុមហ៊ុនរបស់គាត់វិញឥឡូវនឹងគាត់ក៏កំពុងតែប្រជុំជាមួយនឹងគ្នារបស់គាត់ដោយសារតែគម្រោងផ្ទះកញ្ចក់របស់គាត់ឥឡូវនឹងគឺបានធ្វើហើយសូម្បីតែអ្នកទាំងអស់គ្នាវិញគឺពិតជាពេញចិត្តជាមួយនឹងគម្រោងមួយនឹងខ្លាំងមែនទែនហើយចំណែកស៊ីកងក៏បានអរគុណទៅកាន់គ្រប់ផ្នែកដោយសារតែមានគ្រប់ផ្នែកគឺបានជួយមកកាន់គាត់បានធ្វើឲ្យគម្រោងមួយនឹងគាត់គឺបានធ្វើ project មកគឺវាជោគជ័យខ្លាំងចំណែកអ្នកទាំងអស់គ្នាវិញគឺពិតជាសប្បាយចិត្តជាមួយនឹងការខិតខំប្រឹងប្រែងរយៈពេលជាច្រើនហើយពួកគាត់គឺនឹងបញ្ជូនគម្រោងនឹងគឺចុងក្រោយឲ្យទៅកាន់លេងយូនៅពេលដែលលេងយូនឹងគាត់គឺត្រឡប់មកវិញហើយអ្នកទាំងអស់គ្នាវិញគឺនឹងជឿទទួលបានដំណឹងល្អឆាប់ហ្នឹងហើយឥឡូវស៊ីកងគាត់កំពុងតែដើរចាក់ចេញទៅខាងក្រៅជាមួយនឹងគ្នារបស់គាត់ហើយពេលនឹងមិត្តភ័ក្តិរបស់គាត់ក៏បានសួរទៅកាន់ស៊ីកងអំពីផ្ទះកញ្ចក់មួយនឹងតើមានឈ្មោះដាក់ឲ្យហើយនៅហើយអ្នកទាំងអស់គ្នាវិញគឺបានគិតថាប្រហែលជាអត់ទាន់ទេដោយសារតែលើនឹងគឺលោកប្រធានគឺមិនទាន់នៅនឹងនោះប៉ុន្តែស៊ីកងវិញគឺបានគិតគូរអំពីឈ្មោះមួយនឹងគឺរួចជាស្រេចតាំងពីយូរហើយជាមួយនឹងលេងយូអញ្ចឹងគាត់ដូចជាអត់ទាន់បានប្រាប់ឲ្យទៅកាន់គ្នារបស់គាត់នឹងគឺបានដឹងទេប៉ុន្តែគាត់គឺមានឈ្មោះក្នុងចិត្តរបស់គាត់ជាមួយលេងយូនឹងគឺទុកសិននៅពេលលេងយូនឹងគឺត្រឡប់មកវិញចាំប្រាប់ឲ្យទៅកាន់មិត្តរួមការងាររបស់គាត់ក៏បានដែរពេលដែលបាននិយាយរៀបចំនឹងដើរដល់ផ្លូវវាខាងក្រៅហ្នឹងពេលនឹងដែរដូចជា HR នៅខាងក្រៅនេះហើយក៏បានហៅទៅកាន់ស៊ីកងដោយសារតែមានសម្បត្តិផ្ញើមកពីខាងក្រៅហ្នឹងនោះអញ្ចឹងស៊ីកងគាត់ក៏បានទៅទទួលហើយគាត់ក៏បានបើកមើលភ្លាមនៅក្នុងសម្បត្តិហ្នឹងគឺជាលេងយូនឹងគឺបានផ្ញើឲ្យគាត់ហ្នឹងហើយធ្វើឲ្យទៅកាន់ស៊ីកងគឺពិតជាឆ្ងល់ហេតុអីបានលេងយូនឹងគឺផ្ញើឲ្យគាត់ស្របពេលដែលគាត់កំពុងតែជិះឡានហ្នឹងគឺត្រឡប់ទៅវិញនេះហើយចំណែកឯពេលគាត់កំពុងតែជិះឡានត្រឡប់ទៅវិញនឹងអ្នកទាំងអស់គ្នាមើលទៅថាគាត់នឹងគឺកំពុងតែគិតថាគាត់នឹងគួរតែបើកមើលឥឡូវនឹងឬក៏គាត់នឹងគឺបន្តនៅពេលដែលដល់ផ្ទះបានគាត់នឹងគឺបើកមើលហើយកំពុងតែគិតនឹងគាត់ក៏បើកកលេសទៅឃើញផ្លូវវូស៊ីនឹងហើយគឺជាផ្លូវដែលលេងយូនឹងគាត់គឺមានគ្រោះថ្នាក់ចរាចរណ៍ហើយគឺជាលោកគ្រូពេទ្យដែលបានប្រាប់អំពីរឿងមួយនឹងឲ្យមកកាន់គាត់នឹងគឺបានដឹងដែរនោះហើយចំណែកស៊ីកងនៅពេលដែលគាត់នឹងគឺបាននឹកឃើញរឿងរ៉ាវទាំងអស់មួយនឹងហើយធ្វើឲ្យគាត់នឹងគឺមានអារម្មណ៍ថាព្រួយបារម្ភទៅកាន់លេងយូនឹងគឺកាន់តែច្រើនទៀតហើយអញ្ចឹងមិនចាំយូរទេស៊ីកងវិញគាត់ក៏បានហែកជាមួយនឹងសូមសបត់ដែលលេងយូនឹងគឺបានផ្ញើឲ្យគាត់ដើម្បីមើលក៏ដូចជាមួយនឹងរបស់នៅខាងក្នុងនឹងគឺជាអ្វីខ្លះទៅគឺជារូបភាពដែលលេងយូនឹងគឺបានទិញនៅកន្លែងសថាគារដែលគាត់នឹងគឺបានស្នាក់នៅនឹងនោះហើយរូបភាពទាំងអស់នឹងនៅពេលដែលស៊ីកងនឹងគឺបានមើលហើយដូចជាកន្លែងដែលគាត់នឹងគឺបានធ្លាប់ទៅអញ្ចឹងមានន័យថាលេងយូនឹងដូចជាបានតាមដាននៅអ្វីដែលស៊ីកងនឹងគឺបានចូលចិត្តនឹងគាត់គឺបានដឹងជាច្រើនបន្ទាប់ពីបានឃើញរូបភាពទាំងអស់នឹងហើយឥឡូវនឹងគាត់ក៏បានមើលសបត់វិញនៅក្នុងសបត់នឹងគឺបានសរសេរឲ្យទៅកាន់ស៊ីកងនឹងគឺឋានចែតើស៊ីកងនឹងគឺបានដឹងអត់តាំងពីពេលដែលគាត់នឹងគឺបានជួបជាមួយនឹងស៊ីកងគឺដំបូងនៅកម្មវិធីជប់លៀងរបស់អ្នកស្រីយូពេលនឹងហើយគឺជាពេលដែលគាត់នឹងគឺបានជួបជាមួយនឹងស៊ីកងក៏ដូចជាពេលដែលគាត់នឹងគឺបានចាប់អារម្មណ៍ជាមួយនឹងស៊ីកងទោះបីជាគាត់នឹងគឺបានឃើញស៊ីកងនៅក្នុងសភាពបែបហ្នឹងគឺជានារីដែលឆ្មាំយ៉ាងម៉េចក៏ដោយនិយាយដល់ចំណុចមុននឹងហើយឥឡូវនឹងគឺយើងថយសកម្មភាពមក2ឆ្នាំក្រោយមកវិញគឺជា2ឆ្នាំដែលស៊ីកងកំពុងតែរៀបចំខ្លួនដើម្បីចូលរួមកម្មវិធីជប់លៀងរបស់អ្នកស្រីយូហើយកម្មវិធីនឹងម៉ាក់របស់គាត់នឹងគឺត្រូវទៅដោយសារតែម៉ាក់របស់គាត់គឺជាមិត្តភ័ក្តិដ៏ស្និទ្ធស្នាលជាមួយអ្នកស្រីយូអញ្ចឹងទៅតែម៉ាក់របស់គាត់នឹងគឺអត់បានទៅទេដោយសារតែម៉ាក់របស់គាត់គឺជាប់នៅខាងក្រៅប្រទេសឲ្យទៅកាន់កូនស្រីរបស់គាត់នឹងគឺទៅជំនួសវិញនៅពេលនឹងស៊ីកងនៅពេលដែលគាត់នឹងគឺបានរៀបចំខ្លួនហើយឥឡូវនឹងគាត់ក៏បានចូលមកដល់ខាងក្នុងកម្មវិធីរបស់អ្នកស្រីយូហើយនៅពេលដែលបានចូលមកដល់នឹងមើលឆ្វេងមើលស្ដាំមើលឆ្វេងមើលស្ដាំនៅជុំវិញនឹងហើយគាត់ក៏បានឃើញជាមួយអ្នកស្រីយូទាំងគាត់នឹងគឺបានចូលទៅរាក់ទាក់ជាមួយអ្នកស្រីយូនៅពេលនឹងថែមទៀតអ្នកស្រីយូនៅពេលដែលបានឃើញជាមួយនឹងស៊ីកងហើយមើលទៅគាត់គឺមានក្តីស្រឡាញ់ជាមួយនឹងស៊ីកងនឹងគឺខ្លាំងណាស់ដោយសារតែម៉ាក់របស់គាត់ក៏បាននិយាយរឿងរបស់ស៊ីកងនឹងគឺបានច្រើនចំណែកស៊ីកងក៏បានសំទោសទៅកាន់អ្នកស្រីយូដែរដោយសារតែម៉ាក់របស់គាត់មិនបានចូលរួមផ្ទាល់ឲ្យគាត់នឹងគឺមកចូលរួមជំនួសទៅកាន់ម៉ាក់របស់គាត់វិញនោះអ្នកស្រីយូគាត់ក៏អត់មានបានខឹងទៅកាន់ម៉ាក់របស់ស៊ីកងដែរអញ្ចឹងមានតែអរគុណក៏ដូចជាមួយនឹងម៉ាក់របស់ស៊ីកងក៏បានប្រាប់រឿងមួយនឹងឲ្យមកកាន់គាត់នឹងគឺបានដឹងមុនដែរនឹង
ស្របពេលដែលកំពុងតែនិយាយភ្ញៀវរបស់អ្នកស្រីយូវិញគឺចូលមកច្រើនចឹងទៅស៊ីកងវិញគឺឃើញបែបហ្នឹងឲ្យតែកាន់អ្នកស្រីយូនឹងគឺទៅទទួលភ្ញៀវរបស់គាត់ចោះទុកឲ្យគាត់នឹងគឺនៅតែម្នាក់ឯងក៏បានដែរអ្នកស្រីយូលឺតែកាន់ស៊ីកងនិយាយបែបហ្នឹងហើយគាត់ក៏បានទៅបន្តសកម្មភាពរបស់គាត់នឹងគឺបន្តទៀតចំណែកស៊ីកងគាត់ក៏បានយករបស់ផឹកក៏ដូចជាមួយរបស់ញ៉ាំមកអង្គុយនៅតុក្បែរជាមួយនឹងមនុស្សប្រុសមកក្រោមក្រោយខ្នងរបស់គាត់នៅពេលដែលគាត់នឹងគឺអង្គុយញ៉ាំបដាគាត់នឹងគឺផឹកបដាហ្នឹងគាត់ក៏បាននឹកទៅកាន់ប្អូនប្រុសរបស់គាត់ដោយសារតែគាត់នឹងគឺចង់លេងហ្គេមជាមួយនឹងប្អូនប្រុសរបស់គាត់មកកម្មវិធីនេះគឺស្ងាត់អត់មានពីណាគេនឹងគឺស្គាល់គាត់ស្របពេលដែលកំពុងតែមានអារម្មណ៍បែបហ្នឹងផងប្រុសនៅពីក្រោយខ្នងរបស់គាត់មកក្រោមចាស់ហ្នឹងមាត់របស់គាត់នឹងគឺញ៉ាំអំបិលប្រហុកដូចជាមួយនឹងពួកសៀមអញ្ចឹងពួកប្រុសមកក្រោមនឹងជាភាសាគឺជាលោកពូពាក់អាវខៀវនេះតែម្ដងនៅពេលដែលបានឃើញឪពុករបស់ស៊ីកងនឹងគឺបានដើរចូលមកជាមួយនឹងកូនប្រពន្ធចុងរបស់គាត់នឹងនិយាយថាពួកពីរនាក់នឹងគាត់ក៏បានចាប់ដើមនិយាយនឹងដោយសារតែមនុស្សប្រុសម្នាក់នឹងគាត់គឺបានដឹងអំពីការធ្វើរបស់ឪពុករបស់ស៊ីកងគឺបានធ្វើដាក់ទៅកាន់ម្ដាយរបស់ស៊ីកងដោយសារតែឥឡូវនឹងពួកគាត់គឺមិនបែកគ្នាលេងលះគ្នាបាត់ហើយតែនៅពេលហ្នឹងបែរជាមនុស្សប្រុសមកក្រមហ្នឹងគឺតម្លាក់កំហុសទាំងអស់លើទៅកាន់ម្ដាយរបស់ស៊ីកងដោយសារតែម្ដាយរបស់ស៊ីកងហ្នឹងគឺជាមនុស្សស្រីដែលរឹងមាំគាត់គឺចូលចិត្តនៃការធ្វើរបស់គាត់ហើយនៃការសម្រេចចិត្តបែកពីគ្រួសាររបស់គាត់នៅពេលហ្នឹងធ្វើឲ្យទៅកាន់ម្ដាយរបស់ស៊ីកងឥឡូវហ្នឹងគឺអត់មានអីសល់លើខ្លួនរបស់គាត់ទេប៉ុន្តែមើលទៅកាន់ឪពុករបស់ស៊ីកងវិញការសម្រេចចិត្តរបស់គាត់គឺពិតជាល្អមានក្រុមហ៊ុនដ៏ធំមួយទាំងមានតែប្រពន្ធកូនហើយគឺគេនឹងគឺនៅពីក្រោយខ្នងរបស់គាត់ធ្វើឲ្យទៅកាន់ស៊ីកងនៅពេលដែលបានស្ដាប់ឮទៅកាន់បរិះមកក្រមនឹងកំពុងតែសោយចំអកទៅកាន់គ្រួសាររបស់គាត់ជាភាសាគឺជាម្ដាយរបស់គាត់ស៊ីកងនៅពេលហ្នឹងគឺខំមាត់សង្កត់ចិត្តខ្លាំងមែនទែនអញ្ចឹងស៊ីកងវិញគាត់ក៏បានស្រឡឹងមើលទៅកាន់ឪពុករបស់គាត់កំពុងតែដើរជាមួយនឹងកូនប្រពន្ធចុងរបស់គាត់នោះហើយបរិះម្នាក់ហ្នឹងគាត់ក៏បានចូលទៅរាក់ទាក់ជាមួយនឹងឪពុករបស់គាត់ទៀតស៊ីកងគឺឃើញឱកាសល្អបែបហ្នឹងហើយស៊ីកងគាត់ក៏បានចូលទៅនិយាយជាមួយនឹងឪពុករបស់គាត់ក៏ដូចជាមួយនឹងយកកាសដែលបរិះម្នាក់ហ្នឹងគឺបានឲ្យទៅកាន់ឪពុករបស់គាត់នៅពេលហ្នឹងទាំងគាត់ហ្នឹងគឺប្រាប់និយាយខ្លាំងដាក់ទៅកាន់បរិះម្នាក់ហ្នឹងថាអញ្ចេះលោកពូមិញកំពុងតែនិយាយអំពីរឿងគ្រួសាររបស់គាត់នៅពីក្រោយខ្នងដូចជាមួយនឹងម៉ាក់របស់គាត់ប៉ារបស់គាត់ហ្នឹងគឺតាក់ទងមិនល្អអីចេះទៅហើយឥឡូវហ្នឹងហេតុអីបានលោកពូហ្នឹងគឺចង់មកសហការធ្វើការជាមួយនឹងឪពុករបស់គាត់ទៅវិញតែធ្វើបែបហ្នឹងដូចជាកំពុងតែវាយក្បាលហ្នឹងគឺឯខ្នងគ្រួសាររបស់គាត់ឲ្យត្រូវអត់ឪពុករបស់ស៊ីកងនៅពេលដែលបានឮបែបហ្នឹងហើយគាត់ក៏បានសួរបញ្ជាក់ទៅកាន់បរិះម្នាក់ហ្នឹងដែរប៉ុន្តែបរិះម្នាក់ហ្នឹងដោយសារតែមិញមាត់របស់គាត់ហ្នឹងគឺលពើខ្លាំងពេកបែរជាគាត់ហ្នឹងគឺសំទោសទៅកាន់គ្រួសាររបស់ស៊ីកងចំពោះស៊ីកងគាត់មិនឲ្យសំទោសទេហើយគាត់ក៏មិនឲ្យទៅកាន់ឪពុករបស់គាត់ហ្នឹងគឺសហការធ្វើការជាមួយនឹងមនុស្សប្រុសដែលកំពុងតែនិយាយក្រោយខ្នងរឿងគ្រួសាររបស់ពួកយើងដែរស្របពេលដែលស៊ីកងកំពុងតែតតាំងជាមួយនឹងការជើងឪពុកគ្រួសាររបស់គាត់ដែរលីងយូវិញគាត់ក៏បានឃើញសកម្មភាពរបស់ស៊ីកងទាំងអស់នឹងហើយក៏ជាពេលវេលាដែលលីងយូនឹងគឺចាប់អារម្មណ៍ទោះបីជាក្នុងខ្សែភ្នែកអ្នកទាំងអស់គ្នានឹងគឺចាប់ទុកថាស៊ីកងនឹងគឺជាមនុស្សស្រីដែលឆ្មើមនិយាយជាមួយមនុស្សចាស់មិនសូវគោរពមែនតែបែរជាគាត់នឹងគឺចូលចិត្តជាមួយនឹងស៊ីកងនៅពេលហ្នឹងចំពោះស៊ីកងវិញនៅពេលដែលគាត់នឹងគឺថាចាស់មាត់ឲ្យតែកម្មមនុស្សចាស់មកក្រុមនឹងហើយឥឡូវនឹងគាត់ក៏បាននិយាយលឺនៅក្នុងកម្មវិធីមួយនឹងតែម្ដងទៅលោកពូដែលមានក្រុមហ៊ុនក៏ដូចជាមួយនឹងការគ្រប់គ្រងអ្វីមួយនឹងកុំឲ្យលោកពូនឹងគឺដាក់សម្ពាធទៅលើប្រពន្ធរបស់គាត់ខ្លាំងពេកអីដូចជាមួយនឹងម្ចាស់កម្មវិធីគឺជាអ្នកស្រីយូអញ្ចឹងអ្នកស្រីយូវិញគាត់គឺជាមនុស្សស្រីទេប៉ុន្តែមើលគាត់ទៅថាគាត់នឹងគឺបានផ្ដើមក្រុមហ៊ុនក៏ដូចជាមួយនឹងការជួយទៅកាន់គ្រួសាររបស់គាត់បង្កើតក្រុមហ៊ុនជាមួយប្តីរបស់គាត់បាន2នាក់នឹងហើយបានធ្វើឲ្យទៅកាន់ក្រុមហ៊ុនរបស់គាត់ដំណើរការបានល្អហើយក្រុមហ៊ុនឪពុករបស់គាត់មានម៉ាក់របស់គាត់កាលពីមុនក៏នៅខាងក្នុងនឹងដែរជួយឲ្យទៅកាន់ក្រុមហ៊ុននឹងគឺរីកចម្រើនបើសិនជាម្នាក់ក៏មិនអាចទប់ទល់ជាមួយនឹងការចេញចូលរឿងមួយនឹងគឺបានច្រើនដែរនិយាយទៅស៊ីកងនៅពេលហ្នឹងគឺលេចធ្លោខ្លាំងមែនទែនហើយនៅក្នុងសវត្តនឹងស៊ីកងគាត់ក៏បានបន្តការអានរបស់គាត់នឹងគឺបន្តទៀតទាំងលីងយូវិញគាត់ក៏បានសង្កត់ខ្លួនពាក់ព័ន្ធជាមួយនឹងការចាក់ចែងរបស់គាត់ដែរដោយសារតែនៅពេលនឹងអាការពី2ឆ្នាំមុនមិនគាត់នឹងគឺទៅជួបជាមួយនឹងណៃយុននឹងនោះប៉ុន្តែគាត់គឺគិតថាណៃយុននឹងគឺជាលីងយូប៉ុន្តែគាត់នៅពេលហ្នឹងគឺគិតថាណៃយុនហ្នឹងគឺជាស៊ីកងហើយគឺជាមនុស្សដែលគាត់នឹងកំពុងតែចាប់អារម្មណ៍
បានគាត់នឹងគឺយល់ព្រមនៅពេលដែលគេនឹងគឺបានហៅគាត់នឹងគឺទៅជួបនៅកន្លែងសួនផ្កាមកកន្លែងនឹងហើយចំណែកស៊ីកងនៅពេលដែលគាត់នឹងគឺបានស្ដាប់ឮហើយមានអារម្មណ៍ថានៅពេលនឹងលីងយូវិញកំពុងតែចាញ់បោកគេទាំងលីងយូវិញគឺមានការភ័ន្តច្រឡំទៀតគិតថាហេតុអីបានស៊ីកងនៅពេលដែលគាត់នឹងគឺមានរបួសគ្រោះថ្នាក់ចរាចរណ៍ស៊ីកងនឹងគឺមិនមកមើលគាត់អញ្ចឹងបើសិនជាពេលនឹងគឺជាស៊ីកងមែនណាប្រកាសជាស៊ីកងនឹងគឺមកមើលហើយតែនៅពេលនឹងគឺជាណៃយន្តទេបានណៃយន្តនឹងគឺមិនព្រមមកមើលទៅកាន់លីងយូនៅពេលដែលលីងយូនឹងគឺមានគ្រោះថ្នាក់ចរាចរណ៍ចំណែកស៊ីកងនៅពេលដែលគាត់នឹងគឺបានស្ដាប់ឮក៏ដូចជាមួយនឹងដឹងរឿងរ៉ាវជាច្រើនដែលលីងយូនឹងគឺបានរៀបរាប់ឲ្យគាត់នឹងគឺបានដឹងហើយមើលទៅអារម្មណ៍របស់គាត់នៅពេលនឹងមិនដឹងថាគាត់នឹងគួរតែគិតយ៉ាងម៉េចជាមួយនឹងលីងយូនឹងគឺបន្តទៀតឬក៏គាត់នឹងគួរតែទៅជួបជាមួយលីងយូដើម្បីនិយាយជាមួយលីងយូកុំឲ្យលីងយូនឹងគឺមានអារម្មណ៍បែបនឹងគឺបន្តទៀតអីឥឡូវស៊ីកងគាត់ក៏បានត្រឡប់មកដល់ផ្ទះរបស់គាត់វិញហើយតែពេលហ្នឹងអត់មានបាននិយាយជាមួយនឹងម៉ាក់របស់គាត់ទេម៉ាក់របស់គាត់ក៏បានសួរដេញដោលទៀតហើយស៊ីកងវិញគាត់ក៏បានដើរឡើងទៅខាងលើបន្ទប់របស់គាត់នឹងគឺបាត់ទៅនៅពេលដែលបានឡើងមកដល់ខាងលើបន្ទប់របស់គាត់ទៅគាត់ក៏បានបន្តការមើលរូបភាពក៏ដូចជាមួយនឹងការសរសេរទាំងប្រមាណស្របពេលដែលគាត់កំពុងតែមើលអ្វីៗដែលលីងយូនឹងគឺបានផ្ញើឲ្យគាត់នៅពេលហ្នឹងគាត់គឺបាននឹកទៅកាន់លីងយូនឹងគឺមួយរំពេចហើយនឹកខ្លាំងទៀតទាំងគាត់មិនបន្ទោកអារម្មណ៍របស់គាត់នឹងគឺឲ្យនឹកគេនឹងគឺតែម្នាក់ឯងទេពេលនឹងដែរគាត់ក៏បានទាញទូរស័ព្ទរបស់គាត់គឺចាប់ដើមខលទៅកាន់លីងយូនៅពេលនឹងតែម្ដងលីងយូវិញគាត់ក៏បានលើកលេខទូរស័ព្ទរបស់ស៊ីកងអញ្ចឹងទៅប៉ុន្តែពេលនឹងគាត់គឺអត់ទាន់ឆ្លើយតបការនិយាយរបស់ស៊ីកងទេស៊ីកងវិញគាត់ក៏អត់មានតបបានសួរដែលទុកឡើងមកសកូសុំបានពេលនឹងស៊ីកងគាត់ក៏បានចាប់ដើមសួរទៅកាន់លីងយូតើឥឡូវនឹងលីងយូកំពុងតែធ្វើអីហើយលីងយូនឹងគឺនៅកន្លែងណាទៅគាត់គឺទទួលបានសម្បត្តិដែលលីងយូនឹងគឺបានផ្ញើឲ្យគាត់ទៅហើយចំពោះលីងយូនៅពេលដែលគាត់នឹងគឺបានលឺហើយសួរទៅកាន់ស៊ីកងតើស៊ីកងនឹងគឺចូលចិត្តជាមួយនឹងអ្វីដែលគាត់នឹងគឺបានផ្ញើឲ្យទៅកាន់គាត់ឬក៏អត់ស៊ីកងវិញគាត់គឺបានចូលចិត្តជាពិសេសគឺជារូបភាពដែលគាត់នឹងគឺធ្លាប់ទៅលេងក្នុងតំបន់មួយនឹងទាំងអស់តែម្ដងធ្វើឲ្យទៅកាន់លីងយូនៅពេលដែលស្ដាប់ឮទៅកាន់ស៊ីកងនឹងគឺចូលចិត្តប្រកាសជាគាត់នឹងគឺសប្បាយចិត្តប៉ុន្តែទឹកមុខរបស់គាត់ដូចជាមិនចឹងទេនេះទាំងគាត់នឹងគឺបន្តប្រាប់ឲ្យទៅកាន់ស៊ីកងវិញថាចេះឥឡូវនឹងគាត់កំពុងតែត្រឡប់ទៅពេកាំងដោយសារតែគាត់នឹងគឺត្រូវទៅជួបជាមួយនឹងលោកគ្រូរបស់គាត់នៅឯពេកាំងដោយសារតែឥឡូវនឹងគឺពេលយប់ជើងយន្តហោះវិញក៏ត្រូវនឹងគឺកក់អស់ទៀតអញ្ចឹងគាត់គឺនឹងទៅជិះរថភ្លើងនឹងគឺទៅវិញចំណែកស៊ីកងនៅពេលដែលគាត់នឹងគឺស្ដាប់ឮហើយអ្នកទាំងអស់គ្នាពីកន្លែងដែលគាត់នឹងគឺនៅនឹងគឺទៅពេជីនឹងគឺឆ្លងកាត់ជាមួយនឹងវ៉ូស៊ូហើយវ៉ូស៊ូនឹងគឺជាតំបន់ដែលស៊ីកងនឹងគឺមកទៀតនោះអញ្ចឹងគាត់គឺចង់ឲ្យទៅកាន់លីងយូនឹងគឺប្របែជាមួយនឹងទិសដៅរបស់គាត់ឆ្លងកាត់ជាមួយនឹងវ៉ូស៊ូនឹងគឺមកជួបគាត់នឹងគឺបន្តិចបានអត់ហើយចំណែកលីងយូអ្នកទាំងអស់គ្នានៅពេលដែលបានឮទៅកាន់ស៊ីកងស្នើសុំបែបហ្នឹងឲ្យតាំងពីដើមមកគាត់គឺអត់មានបានបដិសេធនៅសំណើរបស់ស៊ីកងនឹងគឺស្នើសុំបែបហ្នឹងនោះទេទាំងគាត់នឹងគឺនឹងប្រាប់ទៅកាន់ស៊ីកងវិញថាចេះនៅព្រឹកថ្ងៃស្អែកនឹងប្រហែលជាគាត់នឹងគឺទៅដល់ទីក្រុងវ៉ូស៊ូហ្នឹងហើយអញ្ចឹងគឺនឹងព្រឹបព្រលឹមគាត់នឹងគឺទៅដល់សួរទៅកាន់ស៊ីកងតើស៊ីកងនឹងគឺមកជួបគាត់នៅពេលព្រឹកនឹងគឺបានអត់ចំណែកស៊ីកងវិញអ្នកទាំងអស់គ្នាហេតុតែចង់ជួបគេទោះបីជាគាត់នឹងគឺមិនដែលងើបពេលព្រឹកព្រលឹមយ៉ាងម៉េចក៏ដោយក៏គាត់នឹងគឺត្រូវតែរៀបចំដើម្បីទៅជួបជាមួយនឹងលីងយូដែរទាំងឥឡូវនឹងព្រលឹមអនឡាញរបស់គាត់កំពុងតែរៀបចំក៏ដូចជាមួយនឹងការញ៉ាំអាហារពេលព្រឹករបស់គាត់បញ្ញាអត់និយាយជាមួយនឹងម៉ាក់របស់គាត់ទេដើរចាក់ចេញទៅខាងក្រៅនឹងគឺនៅពេលនឹងបាត់ចំណែកឯអ៊ីអ្នកបម្រើនៅខាងក្នុងផ្ទះវិញគាត់ឃើញសកម្មភាពរបស់ស៊ីកងបែបនឹងមិនដែលឃើញតាំងពីដើមមកឥឡូវនឹងស៊ីកងគឺញ៉ាំអាហារពេលព្រឹកធ្វើដោយខ្លួនគាត់ទៀតរៀបចំបញ្ញាគឺចេញទៅខាងក្រៅបាត់ស៊ីកងវិញគាត់ក៏កំពុងតែបើកឡាននឹងគឺទៅដែរតែដោយសារតែព្រលឹមខ្លាំងពេកមិនដឹងថាគាត់នឹងគឺទៅស្ថានីយ៍រថភ្លើងនឹងគឺមានមនុស្សឬក៏អត់តែនៅពេលដែលគាត់កំពុងតែឈប់ stop បែរជាគាត់នឹងគឺចង់ទិញរបស់ញ៉ាំបន្តិចដើម្បីទុកឲ្យទៅកាន់លីងយូនឹងនោះនៅពេលដែលគិតហើយឥឡូវនឹងគាត់ក៏បានមកដល់កន្លែងស្ថានីយ៍រថភ្លើងវ៉ូស៊ីហ្នឹងហើយទាំងគាត់ក៏កំពុងតែឈររងចាំទៅកាន់លីងយូដែរតែមើលទៅថ្ងៃហ្នឹងប្រហែលជាគាត់នឹងគឺលឿនពេក
ย้อยเตียซาจองจูบจนมันเกยคลังเป็กมาจำเกยโมนาคือมันดังทายะเปประมาณเมานูเต้โรงจำเกยปราเตียงอันเตียซาปราหากรกบาลกระทาบาสันเจกอนั่นคือจูบจนมันลินยูแบบนังเป็กมันลินยูนั่นคือฉับเคยก็ได้ไม่เอาแต่การลินยูนั่นคือสับปลายเตอเนยเปิดปางเกิดแบบนังห้อยรถเพลิงระบาลินยูเว้งกอดกับบานมัดดอลจังรถเพลิงระบืนเลือนั่นคือมันดังด่ารถประมาณเมาเลยขนองมากะล้อจอมหน้าเลือซีกวางเนยเปิดเกิดแบบนังห้อยจังก็ระคือตราแต่โรคกลายปวนสั้นเนยเปิดเคยแต่การลินยูนั่นคือจอมาจำก่อนนั่นคือลบตามปีกลอยเกิดแบบนังห้อยกอดกับบานแต่ปวนจังเตอลินยูเว้งกอดกับบานจอมาหอยห้อยกอดกับมันบานเคยแต่การซีกวางเตี้ยนกอมปงแต่ดาตะขางหมกเพื่อเอาแต่การซีกองจงดาตะขางหมกเอาเมฆฟอจะเป็นหนึ่งกอดจังซีกองกอดกับบานจับดามลบดาปีกลอยตามขนองระบลิงยูจังเตอแทงกอนนั่นคือบานดาปีกลอยนั่นก็คือหลังยูหายลิงยูไม่เอาเม็ดดังเกนั่นคือส้มใบตะมันเต้หล่อโหดกอดนั่นคือเมียรำทานลือสำเร็จปีนาเกเต้ดาตำบับเชิงก็สมาจะเป็นกอดแม่ก็เลยมาข้างกลอยติ๊กเมียนไอเคยแต่การซีกองนั่นคือเนปีกลอยกอดนั่นคือละมมเนไปดับบานเคยปีกลอยห้อยเมื่อแต่การซีกองนอคอตาเคยแต่การลิงยูว่าโอยนักแต่การเกนั่นคือยูไว้จำกาเตียดกอดกับบานโจมาเกียเขียนเนไปหนังใต้มาดองซีกวางเวงกอดกับบานซัวแต่การเล่นอยู่ตาเล่นอยู่นั่งขอแต่จ่อมาปีเลอรถเพลิงคือมาใหญ่จุมือนังกอดแต่ปนังหายเล่นอยู่นั่งคือหนังปะตอตาเสียงให้ปะตอเตี้ยเตออดหายจำแน่เล่นอยู่นาเกดัดจัดนั่งคือตกจุมือนังซีกวางนั่งคือเจ้าเตอก็ระคือเสียท่าก็ระคือปะหายเจนเนอเล่นจุมือนังซีกวางนั่งคือประมาณเมาปะตอเตี้ยจังเตอมนนังกอดนั่งคือปะตอดำนาระบอกกอดนั่งคือลางเตอเสียงให้นั่งคือปะตอเตี้ยหรือแบบนั่งหายซีกวางสบายจัดฮอดจุมือนังบอยำติ่งตัวนังเอาแต่การลินยูนังคือยำเตอปอต่อปีเอาแต่การลินยูนังคือยำห้อยจังอะไรนังคือเชื่อดเดยทะเลหลักเชอจังเตอก็ระคือซัวแต่การลินยูตาลินยูนังคือหนึ่งจังเตอกะไรนาจวินกรนังคือปอต่อเตียดออดลิงยูเวงกอระคือชลอยท่าอะไรนังกอดอัดตอนมันดังเตะดาวซาแต่กอดอัดตอนมันขึ้นเธอเอาแต่การซีกองโอเคอะไรนังกอระคือดาวจะเจนเตมนจังเตอเนยไปด่าเลยพวกกอระกับบานมัดดอกกันแหลงห้างกาแฟมวยห้างกาแฟหรือก็เจียห้างลวกละบ่ยำติ่งตัวจังไงพวกกอระคือมัดดอกกันแหลงห้างกาแฟนังคืออดเมียมันนึงมันเนี่ยใต้มาดองหอยซาแต่ลิงยูนังกอระคือจังเชื่อเรืออากันไหลสงบสงัดนำใบพวกกอดังปีเงยสรัวขนองการใจจมูกนักนี้ลิงอยู่ในกิเขาจ้ะเนาะอะไรละบอได้พวกก็จังปีเนี่ยนั่นคือบานกับมองก็บานมัดดอลเมื่อแต่อันนี้โดยจีนนมจันแอดมินคืออันสกอร์ท่าคือจีนนมใส่เกตได้สลิงยูก็โดยจีมันซีกวางพวกก็จังปีก็บานจับดามยำเมื่อแต่ละบอแต่อ๋อนั่งก็โดยจีนละบอได้พวกก็จังปีเนี่ยนั่นคือโจจัดนั่นคือไทม์เตียนยำปลาไอปลานั่งก็กำปงแต่ปิเพียซาจีมันนักเนี่ยพวกก็รักคือหนังจ้องเตยกับไหลหน้ามวยโดยเจียบบังโดยจีมันหนังดามเชอโดยจีมันหนังเปรย์จังเตยพวกก็รักคือหนังจ้องเตยกับไหลหน้ามวยจีมันนักเนี่ยปต่อปีพวกกอดต่างปีเนี่ยนั่นคือบานยำไอหอยปันตายลิงยูไว้เนี่ยต่างออกเนี่ยก็ระคือจองนอมแต่การซีกองคือเตยกับไหลปากามุ้ยเนี่ยต่างออกเนี่ยเมื่อเลยกรองเตยปากานั่งอาจมีนั่นคือบานด่าเลยนั่งปันตายออสกอชมูเตส่งไปแต่ในขมายก็มีปากาสบะหะปะไฮจมูกนั่งได้ใต้เกหาก็คือปากาเรียปต่อปีปานไปเพียซาจมูกนั่งคณีหอยเอาเลยนั่งพวกกอดต่างปีก็กำปงแต่เรียบจอมไปวันโจดึกขนองลานบ่ซีกองเวงก็ระคือเจียนเนี่ยบ้าปันตายลิงยูเวงโดยจิมันใส่ตกจัดซ้อซีกวางเวงเอาแต่การลิงยูนั่นคือลางเมาลิงยูกอดกับบานสอกจัดโยนโปรมล่างมาเลยลานหอยซีกองอะไรนั่งกำปงแต่บากลานจูนแต่การลิงยูนั่นคือเตยตีตังมวยใต้ตีตังนั่งเมื่อเตยกอดโดยเจียสเปสเปิลมันใส่สควอตจิมันพันตีนั่นคือชบาเต้แต่งกอนนั่งก็กำปงแต่จะกอดแมบนั่งคือดับใบเมื่อตีตังนั่งเตียดใต้นั่งเป็นกอดกำปงแต่จีตามเพลย์เมื่อเตจะเพียบตามเพลย์นั่นคือเปิดเจียสโลสอาร์ตคลั่งเมนเทนจั่วเมื่อจะมันเตะสเพียบคลังเป็ดเนี่ยต่างออกนี่อะไรนั่งก็ระคือบานบอดคอเพลย์บัตแต่เฮ้ยเธอเอาแต่การเรียนอยู่นั่นคือปรับแต่การซีกองทาเพลย์บอดคือในขังกราวย่อหายจำได้ซีกองเวงคือซอมโตโดยซาแต่ไม่ยังก็ระคือกระเล็กมือปะยาการในการกลางนั้นเพล็กมือกอแม่ตู้ซ้ำระบอกกอดหายจำได้เรียนอยู่ก้อนกับมันบ้านท่าเอาแต่การซีกองได้จังซีกองคือเมียนแต่ตลบเตะกราวอะไรนั่งก้อนกับบ้านมัดดอ
មកកន្លែងសួនផ្កាមួយសួនផ្កាហ្នឹងឯងគឺជាផ្កាដែលមាននឹងគឺបាននិយាយមុននឹងនោះហើយអ្នកទាំងអស់គ្នាដឹងអត់ថាហេតុផលអីបានលេងយូនឹងគឺនាំតកាន់ស៊ីកងនឹងគឺមកកន្លែងហ្នឹងកាលពី2ឆ្នាំមុននៅពេលដែលគាត់នឹងគឺមានការភ័ន្តច្រឡំថាណៃយន្តជាមួយនឹងស៊ីកងនឹងនាំតកាន់ពួកគាត់នឹងគឺមកកន្លែងហ្នឹងនោះឥឡូវហ្នឹងលេងយូវិញគាត់ក៏ចង់នាំតកាន់ស៊ីកងពិតប្រកបដើម្បីឲ្យមកមើលផ្កានឹងជាមួយនឹងគាត់ធ្វើឲ្យតកាន់ស៊ីកងនៅពេលហ្នឹងគឺពិតជាសប្បាយចិត្តជាមួយនឹងផ្កាដែលកំពុងតែរីកស្រស់ស្អាតខ្លាំងមែនទែនហើយកាលពី2ឆ្នាំមុនហ្នឹងក៏មានការភ័ន្តច្រឡំពាក់ព័ន្ធជាមួយនឹងណៃយន្តក៏ដូចជាមួយនឹងស៊ីកងលើតកាន់លេងយូនឹងដែរបានលេងយូនឹងគឺគិតពេលតែជួបជាមួយនឹងណៃយន្តនៅពេលដែលគេនឹងគឺហៅគាត់នឹងគឺទៅនឹងនោះហើយចំណែកស៊ីកងវិញអ្នកទាំងអស់គ្នាមើលទៅគាត់ដូចជាអត់មានទទួលបានអារម្មណ៍ថាខឹងជាមួយនឹងលេងយូអីទេដោយសារតែគាត់នឹងគឺដឹងថាលេងយូនឹងគឺមានការភ័ន្តច្រឡំរវាងគាត់នឹងជាមួយនឹងណៃយន្តនឹងនោះទោះបីជាស៊ីកងនឹងគាត់គឺមិនបានខឹងតកាន់លេងយូនឹងគឺយ៉ាងម៉េចក៏ដោយលេងយូវិញគាត់គឺមានអារម្មណ៍ថាខ្លួនគាត់នឹងគឺបានខុសដោយសារតែគាត់នឹងគឺបណ្ដោយពេលវេលាមួយនឹងគឺរយៈពេលឡើង2ឆ្នាំមានការភ័ន្តច្រឡំរបស់គាត់នឹងជាមួយនឹងណៃយន្តបើសិនជាគាត់នឹងគឺបានដឹងការពិតតាំងពីដើមប្រហែលជាគាត់នឹងគឺអាចនឹងចូលទៅគៀកជាមួយនឹងស៊ីកងក៏ដូចជាមួយនឹងស្រួលច្រឡាញ់តកាន់ស៊ីកងនឹងគឺតាំងពីដើមនឹងគឺវាយូរហើយមិនឲ្យតំណាក់តំណងរបស់ពួកគាត់ទាំងពីរឥឡូវនឹងគឺមានការសពេចសពើជាមួយនឹងគ្នានោះទេប៉ុន្តែស៊ីកងវិញថារឿងរ៉ាវទាំងអស់នឹងគឺវាកន្លងផុតទៅហើយប្រាប់តកាន់លេងយូកុំឲ្យលេងយូនឹងគឺគិតបែបហ្នឹងអីឥឡូវនឹងក៏គឺនៅពីមុខតកាន់លេងយូនឹងហើយតើក្រោមជាមួយនឹងបរិយាកាសដ៏ល្អបែបហ្នឹងផងលេងយូវិញក៏គឺមិនຕົកពេលវេលាដែលគាត់នឹងគឺសុំសារភាពប្រាប់តកាន់ស៊ីកងនឹងគឺនៅពេលហ្នឹងទេទាំងគាត់នឹងគឺសួរតកាន់ស៊ីកងនឹងគឺត្រង់តែម្ដងគាត់គឺមិនចង់ចំណាយពេលដើម្បីតាមស្រឡាញ់តកាន់ស៊ីកងនឹងគឺបន្តទៀតហើយគាត់ក៏មិនចង់ឲ្យតកាន់ស៊ីកងនឹងគឺឃ្លាតឆ្ងាយពីគាត់អំពីទំនាក់ទំនងរបស់ពួកយើងទាំងពីរដែរឥឡូវហ្នឹងគាត់គឺចង់ឲ្យពិតប្រាកដអំពីទំនាក់ទំនងរបស់ពួកយើងសួរតកាន់ស៊ីកងតើស៊ីកងឥឡូវហ្នឹងគឺព្រមយកគាត់នឹងគឺធ្វើជាសង្សារម្ដងទៀតនឹងគឺបានអត់ហើយចំណែកស៊ីកងនៅពេលហ្នឹងគាត់អត់មានបានឆ្លើយបដិសេធទេទាំងគាត់នឹងគឺបានឆ្លើយយកព្រមជាមួយលីងយូវ៉ៃអញ្ចឹងចាប់ពីពេលហ្នឹងតទៅពួកគាត់ទាំងពីរនឹងចាប់ដើមខ្លាយទៅជាសង្សារជាមួយនឹងគ្នាហើយមើលទៅតើទំនាក់ទំនងរបស់ពួកគាត់ទាំងពីរនៅពេលដែលខ្លាយទៅជាសង្សារតើពួកគាត់គឺនឹងបើកចំហឲ្យទៅកាន់ពីណាគេនឹងគឺបានខ្លាំងនៅពេលតិចទៀតអ្នកទាំងអស់គ្នានឹងគឺប្រកាសជាដឹងហើយបន្ទាប់ពីបាននិយាយពាក្យក្នុងចិត្តក៏វាច្រើនសារភាពប្រាប់ឲ្យគេហើយក៏ទទួលបានលទ្ធផលល្អដែរទាំងឥឡូវនឹងពួកគាត់ទាំងពីរក៏កំពុងតាមដើរមកដល់រោឡានដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគាត់ទាំងពីរអ្នកនឹងវិញហើយមូលហេតុដែលពួកគាត់នឹងគឺត្រឡប់ទៅផ្ទះនឹងឥឡូវហ្នឹងផែនការរបស់លីងយូទាំងប្រមាណទៅជួបជាមួយលោកគ្រូរបស់គាត់គឺត្រូវតែរំសាយទាំងអស់គាត់គឺខ្លាចទៅជាសង្សាររបស់ស៊ីកងហើយហ្នឹងទាំងឥឡូវហ្នឹងពួកគាត់ទាំងពីរក៏បានចូលមកដល់ខាងក្នុងឡានជាមួយនឹងគ្នាហ្នឹងតែគាត់តែចាប់ដើមស្រឡាញ់គ្នានឹងគឺភ្លាមកំណាប់ស្នេហារបស់លីងយូដែលបានដាក់ឲ្យតកាន់ស៊ីកងគឺចាប់ដើមចេញមកភ្លាមតែម្ដងចាំមើលតែនៅភាគក្រោយកំណាប់ស្នេហាដែលលីងយូនឹងគឺផ្ដល់ឲ្យតកាន់ស៊ីកងនឹងគឺយ៉ាងម៉េចខ្លះតាមដានជាមួយនឹង admin ភាគទី25ទៅអ្នកទាំងអស់គ្នាប្រកាសជាដឹងអរគុណច្រើនបាយអ្នកទាំងអស់គ្នា